ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយថតកាលដែលខ្ញុំទៅដើរមើលប្រាសាទមួយនៅថ្ងៃទី21ខែមីនាឆ្នាំ2025កាលនោះខ្ញុំបានទៅលេងប្រាសាទឥដ្ឋមួយនៅភូមិមន្ទីរស្ទងឃុំមន្ទីរស្ទងស្រុកស្ទងខេត្តកំពង់ធំហើយប្រាសាទនេះមានចម្ងាយត្រឹមតែ8គីឡូម៉ែត្រទេពីទីប្រជុំជនស្ទងទៅចឹងកុំឲ្យខាតពេលដែលយើងដើរទៅដល់ទៅមើលទួលពុទ្ធវង្សលោកតាពុទ្ធវង្សហ្នឹងសូមនិយាយត្រួសអ្វីដែលខ្ញុំបានឃើញប្រាសាទបន្ទាយស្ទងប្រាសាទបន្ទាយស្ទងហ្នឹងគឺប្រាសាទសាងសង់ឡើងពីឥដ្ឋហើយមានតួតែមួយទេហើយបែរទៅទិសខាងកើតប៉ុន្តែលក្ខណៈពិសេសហ្នឹងគឺថាត្រូវបានគេជួសជុលរៀបឥដ្ឋបិទជុំវិញរាងជាការ៉េហើយផ្តែរហ្នឹងក៏អត់មានដែរប៉ុន្តែគេជំនួសដោយឆ្លាក់រូបពុទ្ធហើយខាងមុខហើយខាងលើហ្នឹងក៏មានដាក់បង្ហាញពុទ្ធចូលបរិនិព្វានហើយគេហ្នឹងក៏មានរូបចម្លាក់ព្រះពុទ្ធច្រើនបាក់បែកនៅទីនោះហើយនៅខាងមុខប្រាសាទនឹងទៀតសោតមានវត្ថុសិល្បៈបំណែកវត្ថុសិល្បៈជាច្រើនដែលគេយកមកកោតទុកខ្លះក៏រាយប៉ាយនៅខាងមុខប្រាសាទនឹងមានដូចជាបំណែកតសពេជ្រហើយបំណែកតសពេជ្រនោះបើយើងមើលលម្អិតទៅដូចជាមានលក្ខណៈសម័យមុនអង្គរឬក៏បូរេអង្គរនោះគឺថាមានរាងមានលក្ខណៈពិសេសដូចតសពេជ្រនៅរចនាបថព្រៃក្មេងយ៉ាងឯងហើយក៏មានជើងតម្រជាច្រើនដែលកោនៅក្នុងព្រៃខាងមុខហើយមួយទៀតនៅខាងជាប់ខាងមុខប្រាសាទហ្នឹងមានបំណែកសត្វតោជើងតម្រហើយនឹងកំពូលប្រាសាទរាងដូចជាកំពុំឈូកហើយកំពូលប្រាសាទហ្នឹងគឺស្ថិតនៅសម័យអង្គរប្រហែលជាសតវត្សទី11តាមការសាកសួរពីលោកពូម្នាក់ដែលស្នាក់នៅមើលស្រែនៅចិត្តនោះលោកបានឲ្យព័ត៌មានខ្លះថាទួលនេះមិនមានអីសេសសល់ទេប៉ុន្តែមានជាជើងតម្រហើយនឹងធ្លាប់ឃើញបដិមានោះប៉ុន្តែនៅសល់ត្រឹមតួខ្លួនតែប៉ុណ្ណោះខ្ញុំលេខខោខ្លីក៏ណែឆ្នោតដែលយើងអានកណាត់ហើយកណាត់អើយរឿងឆ្នោតចេះណាបើខោត្រឹមក្បាលជាគង់ហើយកង់ម៉ៅណាខោបាទប៉ុន្តែឆ្នោតក៏មានខ្សែក្រវ៉ាត់ទៀតបាទមានខ្សែក្រវ៉ាត់ឆ្លាក់ស្អាតណាហើយមានស្រងកមានស្រងកឆ្លាក់ដែរបាទហើយកម្ពស់ប្រហែលម៉ានកម្ពស់ប្រហែលជាពេលតក់បងខ្ញុំឃើញទៅត្រឹមកទេណាបាត់បាទហើយបាទលោកបាត់តាំងពីសម័យដែលខ្សែសម័យពលពួតអាធ្វើបាបជាជនណាបាទបាត់តាំងពីនោះឯមកហើយក៏នៅពីត្រឹមកទេចុះដងខ្លួនបាត់ប្រហែលឆ្នាំដងខ្លួនប្រហែលជា84 85ឯងដងខ្លួនដល់ពេលនេះអ្នកគេយកមកថ្មីរូបបាទនេះថ្មីឆ្នាំណាដែរគេដាក់ឆ្នាំណាដែរទៅដាក់ហើយ3ឆ្នាំហើយទេនេះ10លេងទៅដាក់ទេបាទប៉ុនជើងតម្រចាស់បាទជើងតម្រជើងចាស់បាទក្នុងវីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូខ្លីនេះបើមានមតិយោបល់សំណួរសូមបញ្ចេញយោបល់ក្នុង comment ខាងក្រោមបាទសូមអរគុណជួបគ្នាវីដេអូខ្លីៗខាងក្រោយទៀតបាទ